ពេលនិយាយអំពីបញ្ហាគ្មាននរណាគេចង់ជួបចង់លឺឬចូលចិត្តវានោះទេប៉ុន្តែថ្ងៃនេះខ្ញុំគ្រាន់តែលើកយកមេរៀនខ្លីមួយអំពីសត្វឥន្ទ្រីគ្រាន់ពិចារណាសត្វឥន្ទ្រីជាសត្វដែលចូលចិត្តខ្យល់ព្យុះស្របពេលដែលសត្វបក្សីទាំងឡាយហើរឆ្លេឆ្លានិងស្វែងរកទីសុវត្ថិភាពពេលខ្យល់ព្យុះខ្លាំងម្ដងតែសត្វឥន្ទ្រីបែរជារីករាយជាមួយខ្យល់ព្យុះនោះទៅវិញពេលជួបខ្យល់ព្យុះវាតែងតែហើរឡើងទៅខ្ពស់រួចសំកាំងស្លាបដោយបណ្ដោយខ្លួនទៅតាមខ្យល់ទៅតាមគោលដៅដែលវាត្រូវទៅដោយមិនចាំបាច់ប្រើកម្លាំងហោះហើរនោះឡើយមានន័យថាសត្វឥន្ទ្រីចេះទាញយកប្រយោជន៍ពីឧបសគ្គស្របពេលដែលសត្វផ្សេងទៀតភ័យខ្លាចឬព្យាយាមគេចចេញផងដែរដូច្នេះសម្រាប់មនុស្សយើងក៏គួរតែចងចាំថារាល់បញ្ហាតែងតែនាំមកនូវប្រពន្ធនៃដំណោះស្រាយជានិច្ចដូច្នេះហើយរាល់បញ្ហាក៏អាចក្លាយជាឱកាសបានដែរចំណែកនៅក្នុងរឿងនគរទាំង3ឬសាមកុកតួអង្គឆាវឆាវក៏ធ្លាប់បាននិយាយថាបើគ្មានសង្គ្រាមទេតើមានអ្នកក្លាហានមកពីណាចំណែកឯនាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill ក៏ធ្លាប់បាននិយាយថាអ្នកទុតិយនិយមមើលឃើញបញ្ហានៅក្នុងគ្រប់ឱកាសប៉ុន្តែសម្រាប់អ្នកសុតិយនិយមវិញមើលឃើញឱកាសនៅក្នុងរាល់បញ្ហាដកស្រង់ចេញពីសៀវភៅការលើកទឹកចិត្តនិងអភិវឌ្ឍខ្លួនឯងរបស់ Chris Tan Hardbook